bà không có là account là page nhưng mà mua số one ấy thời bàn disable bắt hai disable คือ บัตรให้ក្រុមហ៊ុន Meta គឺ บัตรអញ្ចឹងបងប្អូនត្រូវតាក់ទងឲ្យអាចឆាតតាម account នេះបានហើយលេខទូរស័ព្ទខ្ញុំដាក់ឲ្យហើយបាទស្ដាយមែនទេបងប្អូន account ខ្ញុំគឺលក់ដូរប្រហែលជា6 7ឆ្នាំហើយបងប្អូនអញ្ចឹងការលក់ដូរដល់ស៊ីរងហើយគឺតាម Facebook សឹងតែ 90% បាទពេលខ្លះមិនបាច់ផុសឲ្យវ៉ាន់លក់ក៏នៅតែមានភ្ញៀវឆាតមកឥឡូវវាទៅជា disable បាត់ហើយបាទ account ចេញបែបនេះបងប្អូនបើសិនណាជា account បងប្អូនជួបបញ្ហាបែបនេះដែរគឺបើយើងអត់ប្តឹងតវ៉ាពីក្រុមហ៊ុន Meta ទេគឺអត់បានទៅវិញទេហើយការប្តឹងតវ៉ាហ្នឹងក្នុងរយៈពេល30ថ្ងៃទៅទៀតបងប្អូនមិនដឹងពីលទ្ធផលអញ្ចឹងខ្ញុំក៏រៀបចំប្តឹងដែរប្តឹងតវ៉ាដើម្បីបាន account ខ្ញុំមកវិញព្រោះអី account នេះគឺខ្ញុំប្រើយូរហើយលក់ដូរគឺសំខាន់ណាស់បងប្អូនហើយបងប្អូនដែលខូច account ឬក៏ខូចបែបនេះគឺពេលបងប្អូនបង្កើតថ្មីគឺត្រូវការនេះមែនតែនគឺត្រូវការច្បាស់លាស់មែនតែនដោយសារកុំឲ្យខុសពីអត្តញ្ញាណបានឈ្មោះរបស់យើងនិងលេខទូរស័ព្ទពេលច្រើនបង្កើតទៅក៏ disable ដូចគ្នាដែរអញ្ចឹងបងប្អូនខ្ញុំណែនាំឲ្យបង្កើតតាម Gmail វិញហើយ Gmail ហ្នឹងក៏ត្រូវតាមលក្ខខណ្ឌដែរបងប្អូនដាក់លេខទូរស័ព្ទឲ្យបានត្រឹមត្រូវហើយឈ្មោះឲ្យបានត្រឹមត្រូវតាមនាមតកូលនាមខ្លួនដែលយើងប្រើប្រាស់តញ្ញាណប័ណ្ណហ្នឹងបងប្អូនថ្ងៃខែឆ្នាំកំណត់ជាដើមបាននេះខ្ញុំបង្កើត Facebook ថ្មីបងប្អូនរបៀបបង្កើតថ្មីហ្នឹងគឺខ្ញុំណែនាំឲ្យបងប្អូនបង្កើតឲ្យត្រូវមកឈ្មោះយើងមិនបង្កើតចឹងមកដើម្បីបានលេងតទៀតអញ្ចឹងមើលពេលដែលបងប្អូនបង្កើតហើយគឺមិនទាន់បានប្រើភ្លាមទេបងប្អូនកុំមិនមែនដូចមុនបង្កើតហើយលេងបានភ្លាមទេណាគឺរយៈពេល1ម៉ោងមិនយើងលេងបានអញ្ចឹងនេះជាបទពិសោធន៍ខ្ញុំដែរខ្ញុំបង្កើត2 account ក៏ខូចទាំង2 account ទៀតហើយក៏តាមលក្ខខណ្ឌដែរតែនៅតែខូចអញ្ចឹងការបង្កើតថ្មីគឺនេះមែនតើពិបាកមែនតើដោយសារមានការផ្ទៀងផ្ទាត់មុខមានការ scan មុខមានការផ្ទៀងផ្ទាត់តាមក្រុមហ៊ុន Meta ដែលត្រូវមើលតាមលក្ខខណ្ឌបើខុសលក្ខខណ្ឌគឺមិនអាចលេងបានមិនអាចចូលបានទេបងប្អូនអញ្ចឹងបងប្អូនបង្កើតហើយព្យាយាមបង្កើតហើយគឺយើងទុករយៈពេល1ម៉ោងសិនហើយចាំ log in ចូលទៅអញ្ចឹងពិធីបង្កើតហ្នឹងគឺខ្ញុំមិនបាច់ប្រាប់ទេបងប្អូនប្រហែលជាចេះឬក៏មិនចេះយើងអាចមើលតាមហ្នឹងទេទៅនេះខ្ញុំបង្កើតហើយបាននេះខ្ញុំបង្កើតរួចហើយក៏ខ្ញុំ log in រួចហើយ scan មុខ scan អីរួចរាល់ហើយក្រុមហ៊ុន Facebook បានមើលពីព័ត៌មានរបស់យើងហើយយើងក៏បានប្តឹងទៅម្ដងទៀតដើម្បីទទួលបាន Facebook ថ្មីរបស់យើងអានេះខ្ញុំបង្កើតហើយត្រូវតាមលក្ខខណ្ឌហើយប៉ុន្តែវាអត់ទាន់ឲ្យចូលលេងទេអញ្ចឹងត្រូវការយើងប្តឹងមកតង់ទៀតដើម្បីប្តឹងតវ៉ាមកតង់ទៀតដើម្បីបានចូលលេងហើយការប្តឹងតវ៉ា account ថ្មីគឺត្រូវការរយៈពេលតែ1ម៉ោងទេបង1ម៉ោងទេវាអាចពិនិត្យមើលឃើញបើសិនណាជាយើងត្រូវតាមគោលការណ៍មិនខុសលក្ខខណ្ឌមកគេគឺអាចចូលលេងបានពេលដែលហួស1ម៉ោងជាងហ្នឹងបងប្អូនចូលមក log in មកវិញមកគឺអាចប្រើបានហើយបាទអញ្ចឹង account ចាស់របស់ខ្ញុំគឺអត់ទាន់ប្រើបានទេបងប្អូនគឺមិនទាន់តាក់ទងបានទេចាំរយៈពេល1ខែបងប្អូនអញ្ចឹងខ្ញុំក៏រៀបចំតវ៉ាទៅក្រុមហ៊ុន Meta ដែរគឺដើម្បីបាន account ខ្ញុំមកវិញហើយមិនដឹងថាត្រូវលេង account មួយណាទេចាំខ្ញុំដាក់លេខទូរស័ព្ទបងប្អូនត្រូវការតាក់ទងអីហើយខ្ញុំក៏នៅដែរព្រោះអី account ចាស់ហ្នឹងគឺសំខាន់មែនទែនការលក់ដូរគឺពេលខ្លះខ្ញុំអត់ផុសឬក៏ផុសលក់គេស្គាល់ច្រើនអញ្ចឹងលក់ដូរគឺ 90% ទៅលើនេះទៅលើ Facebook មកបាទអញ្ចឹងហើយ Facebook ខ្ញុំខូចគឺមានតែអំបិលទេមានតែញ៉ាំអំបិលសិនទេបាទហ្នឹងហើយដោយសារថាការលក់ដូររបស់ខ្ញុំនៅលើ Facebook ភាគច្រើនជាងនៅកន្លែងបងប្អូនអញ្ចឹង Facebook ខូចគឺមានតែអំបិលទេបាទអញ្ចឹងខ្ញុំមានអ្វីចែកចំណែកប៉ុណ្ណឹងគឺបងប្អូនដែលខូច account ដូចគ្នាគឺកុំព្យាយាមបង្កើតច្រើនគឺបង្កើតម្ដងហើយគឺចាំលទ្ធផល1ម៉ោងក្រោយហើយបង្កើតឲ្យបានត្រឹមត្រូវតាមលក្ខខណ្ឌតាមឈ្មោះរបស់យើងឲ្យបានត្រឹមត្រូវ Gmail ហើយនិងលេខទូរស័ព្ទច្បាស់លាស់មួយបាទ
ចឹងមានប៉ុណ្ណឹងទេ